បាទជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមករៀនគូរូប background បាទគូរូបប្រភេទbackground ទឹកសម្រាប់ជាងស័ក្តិបាទបងប្អូនជាងស័ក្តិអស់គ្នាដែលមិនទាន់ចេះគូអាចរៀនគូតាមវីដេអូនេះបាទវីដេអូនេះគឺខ្ញុំធ្វើដើម្បីមករៀនអ្នកទាំងអស់គ្នាសម្រាប់បងប្អូនអ្នកដែលមិនទាន់ចេះហើយបងប្អូនណាដែលចេះហើយក៏អាចមើលលេងបានដែរបាទទុកជាចំណេះដឹងបន្ថែមបាទដំបូងឡើយយើងគូក្រងវាស្ដើងមកយកខ្មៅដៃកម្រិតHB មកស្ដើងរួចហើយក្រងបានដែលយើងពេញចិត្តហើយយើងក៏យកខ្មៅដៃដែលពណ៌ច្បាស់តិចដូចជា B8 ឬក៏ B12 បាទគូវាក៏ឃើញខ្សែបន្តច្បាស់មកបាទហើយយើងយក B12 ដែលមានពណ៌ខ្មៅខ្លាំង B12 យកមកផាត់ប្រភេទជាស្មៅទឹកផ្នែកខាងក្រោមទេដូចដែលខ្ញុំកំពុងធ្វើអញ្ចឹងបាទស្មៅផ្នែកខាងក្រោមយើងធ្វើវាឲ្យដិតខ្មៅខ្លាំងឲ្យខ្មៅខ្លាំងដែលយើងមើលរូបភាពទៅមើលទៅវាឃើញដូចជារូបភាពផុសអណ្ដែតមើលទៅរូបភាពហ្នឹងវាផុសដាក់ឲ្យខ្មៅខ្លាំងមកតាមចំណុចណាដែលយើងគិតថាវាហើបបើយើងមើលទៅតំណងថាទឹកហ្នឹងវាហើបប្រភេទទឹកជះទឹកសាចនេះយើងក៏ដាក់ស្មៅខ្មៅក្រោមមកដាក់រឿយៗមកតាមហ្នឹងមកដាក់ស្មៅខ្មៅរួចហើយបាទយើងមកដាក់ស្មៅទឹកមកអានេះប្រភេទជាស្មៅត្របាតស្មៅបាតពីខាងក្រោមពីដូចជាដៃយើងត្រូវពលឺត្រូវអីជួយមានចំណាំងវាមានស្មៅបាំងផ្ទៃខាងក្រោមផ្ទៃ background បាទហើយយើងដាក់ស្មៅរួចហើយយើងដាក់ស្មៅខាងក្រោមរួចហើយយើងផាត់ទឹកម្ដងតែទឹកហ្នឹងយើងផាត់ជាប្រភេទជាចម្លាក់ថ្មយើងបានធ្វើជាប្រភេទទឹកស្មៅទឹក 3D ស្មៅធម្មតាទេនេះយើងធ្វើជាប្រភេទជាចម្លាក់វិញជាចម្លាក់ថ្មយើងយកខ្មៅដែរប្រភេទ B2 B2 យើងផាត់ស្ដើងពេញតាមហ្នឹងមកចំណុចកណ្ដាលគឺយើងទុកនៅសល់ចន្លោះពណ៌សតិចដែលឲ្យមើលទៅវាដូចជាប៉ោងកណ្ដាលបានន័យថារូបហ្នឹងគឺវាប៉ោងប្លាស់កណ្ដាលរួចហើយក៏យើងធ្វើអញ្ចឹងមករឿយមកតាមចំណុចខាងលើយើងដាក់ខ្មៅខ្លាំងតិចខាងក្រោមក៏ទុកមាន space សល់ឆ្នោតសតិចដែរខាងក្រោមបំផុតហើយហ្នឹងប្លាស់កណ្ដាលដែលយើងមើលទៅដល់ពេលយើងមើលទៅវាដូចភាពដូចជាទឹកហ្នឹងវាប៉ោងអញ្ចឹងយើងផាត់យឺតៗនេះគាត់ខ្ញុំដាក់ speed វារៀងលឿនបន្តិចគុណនឹង4គុណ5មើលទៅវារៀងលឿនតែធម្មតាខ្ញុំគូយឺតទេរឿយមកកញ្ញាប់ហ្នឹងលេងទៅផាត់ច្រាស់បដោដេញទៅដេញមកដើម្បីកុំឲ្យវាឆ្នោតផាត់ច្រាស់ផងបដោផងតែឥឡូវយើងមើលទៅវាម៉ត់សាច់កណូតដែលយើងគូនឹងវាម៉ត់បើកាលនេះយើងផាត់បដោយទៅតាមគ្នាទាំងអស់ទៅវាអាចនឹងមើលឃើញឆ្នោតបើរហ័សយើងក៏ចេះតែធ្វើទៅរឿយមកមានកន្លែងខ្លះយើងផាត់ជារង្វង់មូលទៅតែយើងមើលទៅវាស្អាតវាអត់ឆ្នោតដល់ពេលផាត់ឲ្យអស់ទៅវាអត់ឆ្នោតទេហើយសម្រាប់ចំណុចខ្លះវាមានសម្អល់អញ្ចឹងយើងផាត់វារៀងខ្មៅបន្តិចមានកន្លែងមួយចំនួនយើងផាត់ទៅរៀងខ្មៅជាងកន្លែងទូទៅយើងផាត់ទៅស្ដើងបាទឥឡូវយើងចាប់ដើមធ្វើរឿយមកផាត់ទៅច្រាស់បណ្ដោយវិញទៅមកថាមិនឲ្យវាមកវិញផាត់ទៅមកអញ្ចឹងទៅវាមកយើងទៅប្រភេទចម្លាក់ថ្មមិនចាំបាច់មក smooth ខ្លាំងក៏បានមកល្មមក៏យើងមើលបើយើងមក smooth ពេកវាអត់ដូចជាចម្លាក់ថ្មវាយើងផាត់ទៅឲ្យមើលទៅសាច់ក្បឿងក្វាមខ្លះបាទនេះដូចកន្លែងនេះខ្ញុំ slow អនមើល
យើងផាត់មកសងសើហើយខាងក្រោមហ្នឹងយើងផាត់រៀងក្រាស់តិចខាងក្រោមផាត់រៀងក្រាស់ពីលើរៀងស្ដើងអ្នកនៅលើខាងក្រោមទៀតខាងក្រោមនៅសបន្តិចផាត់ទុកឲ្យសបន្តិចយើងផាត់ដល់ចំណុចទឹកនឹងបន្តទាំងអស់ហើយយើងផាត់ដល់បន្តហើយគឺយើងផាត់បដិញមកចេញទៅមុខរឿយមកតិចខាងលើយើងផាត់រៀងក្រាស់តិចមកខាងក្រោមរៀងក្រាស់តិចនៅប្រកដាគឺនៅសឲ្យមើលទៅវាដូចជាចំណាំហើយចំណុចនេះវាដូចជានៅខាងក្នុងដែរយើងផាត់ឲ្យរៀងក្រាស់តិចមកនេះចុងអត់អីទេផាត់ធម្មតាណាយើងផាត់រហូតផាត់ធ្វើបែបហ្នឹងដែរមករហូតរំការងារនេះវាមិនជាពិបាកធ្វើមកប៉ុន្តែបើពេលយើងសាក់វារៀងពិបាកជាងខ្មៅដៃព្រោះខ្មៅដៃបើយើងគូទៅវាខុសយើងអាចលុបបានតែបើយើងសាក់លុបអត់បានអញ្ចឹងពេលយើងសាក់យើងផ្ចង់ជាងហ្នឹងឲ្យបានខ្ពស់តែសម្រាប់ការងារមួយនេះបើបងប្អូនជាងសាក់យើងមួយចំនួនគាត់មានជំនាញខ្លាំងដូចជាលោកគ្រូធំដូចជាបងប៉ាន់ឯកបងស៊ីតា KN អីហ្នឹងស្ទើរកម្ពុជាជាងសាក់ដែលមានជំនាញក្បាច់ថ្មចម្លាក់ថ្មបែបនេះបាទនិយាយទៅដូចជាប្រម៉ូទពួកគាត់តែក៏មិនជាបញ្ហាទេព្រោះពួកគាត់មានជំនាញច្បាស់លាស់ប៉ុន្មានបើខ្ញុំជាងសាក់ដែរតែខ្ញុំបើប្រៀបធៀបជាមួយនឹងគុណភាពគឺចាញ់គាត់ទទួលស្គាល់ថាចាញ់គាត់ហើយនិយាយរួមទៅមកពីខ្ញុំនៅខាងប៉ោយប៉ែតនេះអត់សូវមានការងារប្រភេទថ្មធ្វើដល់អញ្ចឹងទៅវាការងារវាធ្លាក់ទៅតាមហ្នឹងដែរបើសម្រាប់រូបទូទៅអត់អីយើងអាចថាស៊ូស៊ីគ្នាបានតែបើពួកចម្លាក់ថ្មទទួលស្គាល់ថាពួកគាត់ល្អព្រោះពួកគាត់ធ្វើបានច្រើនបើញាក់បាននេះយើងផាត់ផ្ទៃខាងក្នុងរួចរាល់ហើយចាប់ផ្ដើមមកដាក់ចំណុចណាដែលយើងមើលទៅខាងក្នុងយើងដាក់រៀងខ្មៅតិចមកបាទសូមឆ្លៀតពេលហ្នឹងមកប្រាប់ពីហាងសាក់របស់ខ្ញុំតិចបាទហាងសាក់របស់ខ្ញុំគឺនៅប៉ោយប៉ែតបានហាងសាក់ទី1នៅទល់មុខ Club EDM ហើយនិងទី2នៅ Star Gold បាទហាងទី2គឺខ្ញុំនឹងចាប់ផ្ដើមបើកនៅថ្ងៃទី1 ខែ 6 ឆ្នាំ2025នេះហើយឥឡូវរៀបចំចិត្តហើយបាទសម្រាប់បងប្អូនដែលមានចំណាប់អារម្មណ៍ខាងសាក់រូបអាចទំនាក់ទំនងមកខ្ញុំបានបាទតាម account Facebook DJ Tattoo ប៉ោយប៉ែតនិង account មួយទៀតឈ្មោះជាងសាក់ខ្មែរអង្គរសម្រាប់ Telegram 086 48 កុដនិង500បាទហើយវីដេអូយើងក៏ត្រូវបានបញ្ចប់ទៅត្រឹមនឹងដែរបាទសូមអរគុណបាទសម្រាប់ការទស្សនាហើយនឹងសូមចែករំលែកបទពិសោធន៍បាទបន្តិចបន្តួចនេះទៅដល់បងប្អូនជាងសាក់មួយចំនួនដែលគាត់ចង់ចេះចង់ដឹងអំពីការគូររូបបាទ